គោរពសួស្តីពុកម៉ែបងប្អូនអ៊ំពូមីងទាំងអស់ថ្ងៃនេះខ្ញុំមានកំណត់ខ្លីមួយដែលខ្ញុំបានអានទៅនឹងកំណត់របស់លោកតាអ៊ីណាម៉ូរីដែលគាត់បានលើកឡើងថាជោគវាសនារបស់យើងគឺគោរពទៅតាមច្បាប់ពីរទី1ហ្នឹងគឺសម្ពីបនពីអតីតហើយទី2ហ្នឹងហេតុហើយនឹងផលវាពិតណាស់អ្នកខ្លះកើតចំទីតាំងល្អគ្រួសារល្អរូបកាយល្អសុខភាពល្អដោយមិនទាន់ធ្វើអ្វីសោះក៏ទទួលបានល្អទៅរួចទៅហើយនេះគឺជាបនពីអតីតរបស់គេតែក្រោយពេលកើតដំណើរជីវិតគឺគោរពតាមច្បាប់ហេតុផលវិញគឺប្រព្រឹត្តអ្វីទទួលផលនឹងកើតកូនអ្នកមានខ្ជិលលេងតែល្បែងធ្វើតែសកម្មភាពបំផ្លាញខ្លួនឯងយូរទៅជីវិតនឹងវិនាសកើតមកក្រលំបាកព្រោះអត់ពីបនពីអតីតដូចគេតែកាត់ខំរៀនកាត់ខំធ្វើការកាត់ខំប្រព្រឹត្តល្អយូរទៅជីវិតក៏ប្រសើរឡើងទៅតាមសកម្មភាពយើងមិនអាចជ្រើសរើសកំណើតបានទេតែយើងអាចជ្រើសរើសសកម្មភាពដែលនាំឲ្យយើងរីកចម្រើនបានហើយនេះក្រោយពេលកើតត្រូវប្រឹងប្រែងកុំទុនខ្លួនគ្មានសំណាងកើតកន្លែងល្អដូចគេតែគិតត្រូវចិត្តល្អក៏រាប់ថាជាសំណាងដែរព្រោះវាគឺជាកាតាលីករជួយជំរុញឲ្យជោគវាសនារបស់យើងនឹងឲ្យបានប្រសើរឡើងអូខេអរគុណសម្រាប់ការទស្សនាដល់ទីបញ្ចប់នេះជួបគ្នាវីដេអូក្រោយបាយ